ប្រធានបទលើកនេះគឺសំណាក់ដល់បងប្អូនដែលគាត់យល់ថាគាត់ប្រឹងដែរតែនៅតែមិនសមបំណងទៀតអញ្ចឹងគាត់អាចមានអារម្មណ៍ថាខូចចិត្តអត់សប្បាយចិត្តពុកផឹងប្រែងហងៃផឹងប្រែងធ្វើការផឹងប្រែងរកស៊ីខ្លាំងតែលទ្ធផលបានមកវាដូចជាមិនកប់ភាសាសោះវានៅតែបបាក់អញ្ចឹងថ្ងៃនេះខ្ញុំនឹងបញ្យល់ថាហេតុអីហើយគួរទៅដោះស្រាយកន្លែងណាខ្ញុំផ្អែកទៅលើសភៅខ្ញុំអានជាច្រើនបាត់សក់ខ្ញុំជួបនិងមនុស្សដែលខ្ញុំរកជួបហើយខ្ញុំសង្ឃឹមថាវានឹងបង្កើតជាព័ត៌មានជាចំណេះដឹងបន្ថែមដល់បងប្អូនយកទៅពិចារណាបន្ថែមទៅលើខ្លួនឯងវាគាត់ថារឿងខ្លះវាមិនដូចយើងទាំងស្រុងតែក៏បានជាចំណេះឲ្យយើងយកទៅពិចារណាទៅកែច្នៃយកទៅប្រើប្រាស់តាមតែអាចធ្វើទៅបានជាទូទៅមនុស្សយើងអត់សមបំណងណាកត្តាដែលខ្ញុំសង្កេតឃើញមុនគេមកផុតដោយសារតែយើងប្រឹងដែរតែប្រឹងខុសរឿងប្រឹងអត់តាមក្បួនតាមຂະຫນាតណាឥឡូវខ្ញុំឧទាហរណ៍មួយខ្ញុំនិយាយលក្ខណៈសាមញ្ញយល់មកថាជាសាសយើងចង់ធ្វើលំហាត់ពិបាកមួយឧបមាថាយើងសិស្សទី2យើងចង់ដោះស្រាយលំហាត់អង់ទីក្រានមួយយើងប្រឹងធ្វើវាតែធ្វើអត់ចាញ់មូលហេតុនេះដោយសារតែយើងអត់ចេះពីវិធីក្នុងការធ្វើវាយើងអត់បានរៀនពីវិធីក្នុងការធ្វើវាតែពេលយើងអត់បានរៀនហ្នឹងទៅយើងប្រឹងធ្វើមិនគេធ្វើអត់ចាញ់ដែរវាខុសក្បួនខុសຂະຫນាតអញ្ចឹងណាយើងប្រឹងខុសរបៀបអានេះខ្ញុំនិយាយឧទាហរណ៍របៀបសិស្សឲ្យងាយយល់អញ្ចឹងហើយមួយទៀតជាការយើងប្រឹងដែរតែយើងប្រឹងមើលរឿងភាគដូចថាមើលរឿងភាគតែឆ្ងល់មិនរៀនអត់ចេះសោះអាហ្នឹងក៏ធ្វើយើងប្រឹងខុសរបៀបដែរមួយទៀតប្រឹងដែរប្រឹងទាត់បាល់ថ្ងៃកំហែងម៉ោង1ម៉ោង2ម៉ោង12ហ្នឹងពេញក្តៅទាត់ងាប់ចោលប្រឹងណាតែរៀនធ្លាក់រហូតអានឹងយើងប្រឹងខុសដែរឃើញអាប្រឹងខុសហ្នឹងវាធ្វើឲ្យយើងអត់ជោគជ័យទេហើយខ្ញុំសង្កេតឃើញបងប្អូនអ្នកធ្វើការក៏គាត់ប្រឹងខុសដែរការងាររបស់គាត់ឧទាហរណ៍ថាការងាររបស់គាត់អីគេតាក់ទងឧទាហរណ៍ណាគណនេយ្យគាត់អត់ប្រឹងរៀនវិជ្ជាគណនេយ្យនឹងឲ្យចេះច្បាស់ទេរបាយការណ៍គណនេយ្យនឹងគាត់អត់ប្រឹងរៀនឲ្យច្បាស់ទេគាត់ប្រឹងអានប្រឡំលោកគាត់ប្រឹងមើលរឿងភាគការ៉េគាត់ប្រឹងលេង Facebook ប្រឹងលេង YouTube គាត់ប្រឹងណាប្រឹងរហូតដល់ពេលខ្លះទៅគាត់រវល់ពេកអត់បានធ្វើការរហូត OT តទៅយប់ក្រុមហ៊ុនខ្លះថាបានខ្លះគេអត់ឲ្យ OT ទេគេអត់ចង់ឲ្យបុគ្គល OT ទៀតព្រោះគេដឹងថាពេលវេលាដែលគេដាក់មកគឺសមស្របនឹងការធ្វើការក្នុងចាប់តែយើងពជាពេលរហូតដល់ធ្វើអត់តបានថាគេទៅធ្វើពីព្រលឹមយើងអត់តម៉ោង3ម៉ោង4ល្ងាចបានចាប់បានធ្វើអញ្ចឹងយើងមិនធ្វើអូសដល់ម៉ោង3 4ជុំមិនរួចអញ្ចឹងយើងប្រឹងខុសតែពេលប្រឹងខុសធ្វើលទ្ធផលមកគឺវាអត់សមបំណងទេវាខុសហ្មងហើយមួយទៀតនិយាយបងប្អូនយើងតាក់ទងអាជីវករការហៅស៊ីក៏អញ្ចឹងដែរយើងដឹងថាអ្នកមានលើលោកតាក់ទងការហៅស៊ីគេរៀនច្រើនណាគេធ្វើឲ្យផ្នត់គំនិតរបស់គេជាអ្នកមានសិនគេអានច្រើនអ្នកខ្លះទៅគាត់អត់ទៅមានពេលអានគាត់សុខចិត្តនៅតែចុះឈ្មោះចូលរៀនក្នុងក្លឹបបណ្ដុះបណ្ដាលអីចឹងណាឬក៏ជួញ network marketing ផ្សេងតាក់ទង network អាជីវកម្មផ្សេងចឹងដែរ business club ដែលគេបង្កើតអីចឹងណាទៅដើម្បីរៀនសូត្ររឿងអស់ហ្នឹងហើយដល់ពេលបងប្អូនយើងមួយចំនួនគាត់អត់ទេគាត់ថាលពលគ្មានពេលលពលរាល់ថ្ងៃលពលមែនតើមកសភៅក៏គ្មានពេលអានដែរចូលរៀនពាក់តតាមមានពេលណាបើលពលយ៉ាងហ្នឹងគាត់ធ្វើខុសដល់ពេលគាត់លពលខុសក្បួនអញ្ចឹងគាត់អត់ដឹងថាគាត់ត្រូវធ្វើអីទេចង់និយាយថាគាត់ធ្វើខុសក្បួនណាដូចថាមេរៀនគេបរៀនមកថាឲ្យយើងប្រឹងលើគុណភាពផលិតផលសេវាកម្មនៅក្នុងអាជីវកម្មដែលយើងមានបើគាត់អត់ទេគាត់ដើរទៅប្រមូលភ្ញៀវគាត់មើលឃើញលុយទៅអតិថិជនច្រើនអតិថិជនទិញប្រដាប់របស់គាត់ឬសេវារបស់គាត់ច្រើនអញ្ចឹងធ្វើឲ្យបានអតិថិជនច្រើនគឺគាត់បានលុយច្រើនអញ្ចឹងគាត់ផុសលុយដើរទៅបញ្ចុះគេឲ្យទិញផលិតផលរបស់គាត់ប៉ុន្តែគាត់ភ្លេចគិតប្រឹងលើគុណភាពផលិតផលរបស់គាត់អញ្ចឹងវាធ្វើអាជីវកម្មគាត់ដួលកាន់តែលឿនព្រោះស្អីមនុស្សគេថាធ្វើ marketing កាន់តែខ្លាំងផលិតផលយើងកាន់តែអន់ដួលកាន់តែលឿនព្រោះស្អីមនុស្សគេដឹងកាន់តែលឿនដឹងថារបស់យើងវាបង្កើតសេវាយើងបង្កើតអញ្ចឹងគេនឹងនិយាយតគ្នាហើយអាការនិយាយតគ្នានោះវាមានប្រសិទ្ធភាពជាងយើងជួនមេក្រូដើរនិយាយទៀតដល់ពេលអញ្ចឹងវាធ្វើឲ្យយើងខ្សែធនដួលលំហើយកុំមកកន្លែងណាមកពីយើងប្រឹងខុសយើងអត់ព្រមរៀនប្រឹងឲ្យត្រូវយើងអត់ព្រមសិក្សារៀនសូត្រថាគេធ្វើវាមិនហីតែអនុវត្តតាមដល់ពេលយើងបានរៀនសូត្រគេប្រាប់មកយើងដឹងធ្វើមិនយើងធ្វើតាមអញ្ចឹងទៅយើងអត់សូវហត់ទេធ្វើតាមហើយបើយើងប្រឹងទៀតអានឹងយើងអាចជោគជ័យបានលឿនហើយកលេចមកមើលការងារជាក់ស្ដែងវិញទៅអញ្ចឹងដែរប្រឹងអត់ត្រូវរឿងការងារខ្លួនឯងអានេះទេប៉ុន្តែប្រឹងធ្វើអានោះដល់ពេលអញ្ចឹងមិនបានលទ្ធផលអត់បានទេដល់ពេលអត់បានលទ្ធផលអាងទៅជាថាខ្ញុំប្រឹងណាស់រាល់ថ្ងៃជីវិតខ្ញុំមិនមែនខ្ជិលទេខ្ញុំប្រឹងណាស់តែដោយសារតែទេវតាមិនដំណោយផលដល់ខ្ញុំទេវតាធ្វើបាបខ្ញុំព្រមលិខិតដាក់ទណ្ឌកម្មខ្ញុំប៉ិនកលេចមកមើលសកម្មភាពវិញថាតើប្រឹងត្រូវអត់មាន follow rule ដែលគេដើរមុននៅខ្ញុំចាំពាក្យស្លោកនៅក្នុងសៀវភៅ The One Thing មួយគាត់បាននិយាយថា success leave clue អញ្ចឹងចង់និយាយថាភាពជោគជ័យទាំងអស់នោះសុទ្ធតែបន្សល់នៅស្លាកស្នាមដែលយើងអាចសិក្សារៀនសូត្របានអញ្ចឹងបើសិនជាយើងគ្រាន់តែចំណាយពេលដើម្បីស្វែងយល់ពីអ្វីដែលយើងត្រូវធ្វើនឹងឲ្យស្ទាត់ជំនាញពេលហ្នឹងយើងងាយនឹងជោគជ័យមែនតើមិនជាពិបាកខ្លាំងទេសូម្បីតែចង់ប្រឡងសិស្សបកាយទៅជួបសិស្សបកាយតែធ្លាប់ប្រឡងចប់ថាគាត់រៀនអីខ្លះបានគាត់អាចចប់សិស្សបកាយបើថាបានជួបសិស្សបកាយប្រឡងចប់ទៅជួបគ្រូដែលបរៀនសិស្សបកាយនឹងចប់តើគាត់បរៀនសិស្សនឹងល្មិចខ្លះយើងរៀនពីហ្នឹងមកយើងធ្វើតាមហ្នឹងទៅអញ្ចឹងឱកាសជាប់របស់យើងគឺក្នុងកម្រិតមួយខ្ពស់ហើយយើងចង់ខ្លាចជាបុគ្គលិកឆ្នើមទៅជួបបុគ្គលិកឆ្នើមថាតើបុគ្គលិកឆ្នើមនឹងគាត់ធ្វើម៉េចបានគាត់អាចខ្លាចជាបុគ្គលិកឆ្នើមទាំងវ័យក្មេងគាត់បកាយគាត់អីគាត់ធ្វើអីខ្លះគាត់រៀនសូត្រអីខ្លះមើលគាត់រៀនតាមគាត់ធ្វើតាមគាត់យើងបើមិនបាន 100% ក៏ 90% ដែរប៉ុន្តែយើងប្រឹងខ្លាំងទៅអាចដល់ 120% លើសពីអ្វីដែលគាត់ធ្លាប់ធ្វើពីមុនបានទៀតយើងធ្វើតាមក្រោយហ្នឹងអញ្ចឹងអាការធ្វើឲ្យត្រូវរឿងហ្នឹងវាធ្វើឲ្យយើងជោគជ័យតែអាធ្វើខុសរឿងហ្នឹងវាធ្វើឲ្យយើងអត់អាចជោគជ័យបានទេអញ្ចឹងបងប្អូនត្រូវគិតមើលឡើងវិញបើសិនជាមានអារម្មណ៍ថាខ្លួនឯងប្រឹងប្រែងដែររហងៃប្រឹងណាប្រឹងសឹងតែអត់បានដេកបានពុនតែលទ្ធផលមិនសមបំណងត្រូវពិនិត្យមើលឡើងវិញថាយើងប្រឹងអីគេប្រឹងត្រូវអត់មើលអ្វីដែលយើងប្រឹងហ្នឹងប្រឹងត្រូវអត់បើសិនជាយើងប្រឹងអត់ត្រូវទេប្រឹងខុសទេអានឹងវាអត់ចម្លែកទេមានន័យថាយើងអត់បានប្រឹងយើងតែប្រឹងផ្សេងយើងចង់ជោគជ័យអានេះមិនចាយើងប្រកាសជាជោគជ័យផ្សេងហើយឥឡូវខ្ញុំឧទាហរណ៍កូនសិស្សចឹងប្រឹងលេងហ្គេមឲ្យជោគជ័យគណិតល្មិចវាប្រកាសជាជោគជ័យហ្គេមហ្នឹងហ្គេមប្រកែលេងព្រោះយើងលេងហ្គេមចឹងណាបងប្អូនដែលវាថាធ្វើអាជីវកម្មអីខំប្រឹងតើដើរផ្សព្វផ្សាយចុះចូលគេហ្នឹងតែឃើញលទ្ធផលអត់ធ្វើបានដល់ស្អីយើងប្រឹងខុសយើងអត់ប្រឹងលើគុណភាពលទ្ធផលសមិទ្ធផលលទ្ធយើងប្រឹងគុណភាពសេវាកម្មឬក៏ប្រដាប់របស់យើងហ្នឹង
ផលិតផលរបស់យើងអញ្ចឹងយើងមិនបានដល់យើងបានអាចជំនាញចូលចូលគេទៅវិញស្ទាត់ហ្មងនិយាយមួយគេអូយើងជោគជ័យអញ្ចឹងបើសិនយើងឈប់ហ្នឹងហើយយើងត្រូវស៊ីខំចូលគេវិញអាហ្នឹងជោគជ័យហ្មងព្រោះយើងបានចំណាយពេលប្រឹងទៅលើរឿងហ្នឹងច្រើនអញ្ចឹងខ្ញុំគិតថាការចែករំលែកប៉ុណ្ណឹងឲ្យបងប្អូនអាចដឹងយល់ជាងមុនច្រើនហើយយកវាទៅត្រិះរិះពិចារណាបន្ថែមទៀតទៅដើម្បីយកជាគំនិតហើយយកវាទៅអនុវត្តនៅក្នុងការរស់នៅជាក់ស្ដែងដើម្បីបង្កើតជីវចលរបស់ខ្លួនឯងបាទសូមអរគុណ